កាពីយកមិញហ្នឹងកំឡោះតូចទាំង5នេះគេចង់ញ៉ាំបាប៊ីឈូហើយសូមម៉ាមីទៅញ៉ាំបាយក្រៅអញ្ចឹងម៉ាមីក៏ជូនគាត់ទៅដោយសារតែលើគាត់បាកងដែរអត់មានទៅញ៉ាំនៅណាឆ្ងាយបងប្អូនគឺទៅញ៉ាំនៅម៉ូដកវត្តបូនិងម៉ូដកវត្តបូគេក៏មានបាប៊ីឈូដែរនិយាយថាសាច់គោបាប៊ីឈូមួយមឹកវិញថាឡើងស្រស់ៗហើយសាច់ឡើងផុយហើយយើងញ៉ាំមួយចកានដាក់ខ្ជូរនេះអត់បារម្ភទេហើយបន្លែវិញអូនិយាយថាមានឡើងគ្រប់មុខនិយាយថាបាប៊ីឈូនេះត្រូវមួយនឹងទឹកប្រហុកទឹកត្រីកោះកុងនិយាយថាទឹកតៅហ៊ូនៅម៉ូដកនឹងវិញរសជាតិឆ្ងាញ់ខ្លាំងថ្ងៃនេះបងប្អូនមកច្រើនមួយកូនកូនឆ្លៀតបុកល្ហុងទៀតនិយាយថាបងចូលចិត្តបុកល្ហុងណាដែលគេឈូល្ហុងសរសៃធំធំណាហើយកូនរបស់បងនេះគេចង់ញ៉ាំបាយឆាខួរក្តាមនេះអូនិយាយថាខួរក្តាមនេះអាំងមកក្តៅក្តៅហើយឈ្ងុយដាក់ទឹកម្រេចតិចតិចជូជូនិយាយថាឆ្ងាញ់ខួរក្តាមហ្នឹងញ៉ាំអត់អស់ចិត្តហើយកំងបកាអំពងមួយចានធំទៀតហើយសាក់ថ្ងៃនេះក៏ចម្លែកញ៉ាំបាយឆាទាំងយកហើយម៉ាមីឆ្ងល់ម៉ាមីសួរគាត់ថាគាត់ថ្ងៃនេះញ៉ាំបាយឆាទាំងយកអត់ខ្លាចអត់ងុយគេគាត់ថាយប់ហ្នឹងគាត់មើលបាល់ម៉ោង2យប់អញ្ចឹងគាត់ចង់ញ៉ាំបាយឆាកុំឲ្យងុយគេតមកម៉ាក់បោះសាក់និងប៉ាបោះសាក់គាត់ក៏មកញ៉ាំបាប៊ីស៊ូជុំគ្នាដែរហើយថ្ងៃនេះម៉ាក់បោះបងមួយម៉ាក់ក្មេងគាត់ក៏ចង់ញ៉ាំបាប៊ីស៊ូជុំមួយកូនកូនចៅចៅធ្លាប់តែរត់ដងបងមកបងញ៉ាំតែនៅក្នុងបន្ទប់តែថ្ងៃនេះបងញ៉ាំនៅអាយដមម្ដងថ្ងៃនេះជុំគ្នាចានហើយបាប៊ីស៊ូមានរសជាតិឆ្ងាញ់ខ្លាំងមានណាហើយដល់ឈុតទីថ្ងៃនេះផ្អែមលៀងមាត់គឺថ្កកឈូនិយាយថាលាយគ្រឿងគ្រប់មុខមួយទឹកស្ករត្នោតយើងឡើងថ្ងៃនេះម៉ាមីឈីតដេខ្នាតធំហ្មង